ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងគ្នាថ្ងៃហ្នឹងខ្ញុំមកវិញទៀតហើយអញ្ចឹងមួយឆ្នាំគឺខ្ញុំចេញមកវីដេអូទេហើយមកវីដេអូរបស់ខ្ញុំគឺពីច្រើនមានតែរឿងញ៉ាំហ្នឹងឯងអញ្ចឹងថ្ងៃនេះគឺយកមកធ្វើមីហិលញ៉ាំទៀតហើយខ្ញុំមិនបាច់ទៅរៀបរាប់អីមិនដល់រៀបរាប់អីទៀតទេដោយសារវីដេអូមីហិលហ្នឹងខ្ញុំធ្លាប់ធ្វើហើយម្ដងហើយអញ្ចឹងបងប្អូនមើលទៅនិយាយទៅកុំឲ្យតែស្ងាត់ពេកហ្នឹងអញ្ចឹងហើយយើងចេញវីដេអូលេងទៅហើយយីមែនមីហ្នឹងមានជាការដាក់ម្ទេសជ្រុលបន្តិចញ៉ាំទៅរៀងហិលដែរហើយបន្លែខ្ញុំថ្ងៃនេះមានតែស្ពៃក្តោបនេះមួយទេហើយនឹងផាសាកូតែពេលចេញមកគឺមើលទៅមានតែបន្លែហ្មងមានមីមានអីសោះហ្មងបងប្អូនគ្នាអើយនិយាយទៅសឹងតែញ៉ាំបន្លែសុទ្ធហ្មងអញ្ចឹងអូយខ្ញុំនិយាយមែនតែឆ្ងាញ់ខ្លាំងអត់សូវមានអីគ្រប់មុខមែនតែរសជាតិខ្ញុំឲ្យបេះហ្មងបងប្អូនគ្នាគួរយល់ឲ្យថាមីហិល7កម្រិតនេះគឺយើងអាចលៃលកតាមចំណង់ចំណូលចិត្តកម្រិតហិលយើងបានណាអញ្ចឹងគឺវាងាយស្រួលមែនតើសម្រាប់បងប្អូនទាំងគ្នាដែលគាត់ឃ្លានពេលយប់ឡើងហើយបងប្អូនទាំងគ្នាពិបាករកទិញមានតែមីនៅក្នុងផ្ទះគឺពិតជាស្រួលមែនតើអាចដោះស្រាយបញ្ហាគ្រប់មុខតែម្ដងឥឡូវនេះគឺខ្ញុំញ៉ាំចប់ហើយបាយបាយ see you next videos bye